សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមានរឿងក្នុងចិត្តបន្តិចតួចចង់មកនិយាយបាទវាគាត់ថារឿងនេះវាអត់វាដូចថាវាអត់សូវស៊ីគ្នាជាមួយនឹងវីដេអូរបស់យើងបានធ្វើអំពីរបៀបគូគំនូបង្រៀនពីគូគំនូប៉ុន្តែប្រធានបទវាចេញមកវាខុសគ្នាបន្តិចប៉ុន្តែនេះវាជារឿងដែលនៅក្នុងចិត្តចង់និយាយប្រាប់បងប្អូនឲ្យបានធូរចិត្តខ្លះបាទពាក់ព័ន្ធជាមួយនឹងបញ្ហាផ្លូវថ្នល់នៅក្នុងក្រុងប៉ោយប៉ែតបាទគឺយើងឃើញថាបច្ចុប្បន្ននេះក្រុងប៉ោយប៉ែតគឺមានការអភិវឌ្ឍខ្លាំងអញ្ចឹងទៅក្រុមហ៊ុនឡានដឹកទំនិញដឹកបានចូលសម្ភារៈផ្គត់ផ្គង់គ្រឿងសំណង់នេះនឹងចូលទៅច្រើនបាទមានទាំងឡានតូចឡានធំឡានប្រភេទណាក៏មានអាចចូលបានទាំងអស់បាទដូច្នេះហើយក៏វាធ្វើឲ្យផ្លូវថ្នល់របស់យើងនឹងក៏វាខូចវាខាតទៅជារៀងរហូតធ្វើហើយធ្វើទៀតធ្វើហើយធ្វើទៀតធ្វើបន្តមានផ្លូវខ្លះធ្វើខាងឆ្វេងធ្វើខាងស្ដាំធ្វើខាងស្ដាំធ្វើខាងឆ្វេងបាទមូលហេតុមកពីពួកឡានធំបាទដឹកទំនិញចូលហ្នឹងដឹកសម្ភារៈសំណង់ឬក៏ទំនិញផ្សេងៗជាដឹកឥដ្ឋដឹកថ្មដឹកខ្សាច់ដឹកអីចូលនឹងវាធំវាលើសទម្ងន់ខ្លាំងពេកបាទធ្វើឲ្យផ្លូវថ្នល់យើងត្រទម្ងន់ទាំងអស់មិនបានក៏ខូចហើយក៏សូមសរសើរដល់អាជ្ញាធរពាក់ព័ន្ធព្រមទាំងចៅហ្វាយក្រុងអីហ្នឹងគាត់អាចធ្វើបានតែនិយាយនេះដល់ប៉ះពាល់ដល់ពួកគាត់ទៅថាគាត់នៅតែអាចអនុញ្ញាតឲ្យពួកឡានធំនឹងចូលជារៀងរហូតរាល់ថ្ងៃទាំងតែដឹងថាឡានធំនឹងហើយជាប្រភពនៃកំហុសផ្លូវទាំងអស់ហ្នឹងផ្លូវខូចសឹងតែគ្រប់ខ្សែបើតាមខ្ញុំមើលទៅថតបានច្រើនតែប៉ុន្តែអត់បានអត់ដាក់រូបភាពនៅក្នុងហ្នឹងធ្វើខាងឆ្វេងខូចស្ដាំខាងស្ដាំខូចឆ្វេងនេះគឺមានច្រើនហើយដំណោះស្រាយមិនមែនថាយើងគ្មានដំណោះស្រាយទេផ្លូវហ្នឹងគឺមានដំណោះស្រាយដែរអានេះតាមកំណត់របស់ខ្ញុំមិនមែនជាកំណត់អ្នកសេដ្ឋកិច្ចទេគឺថាខ្ញុំកំណត់ជាប្រជាពលរដ្ឋខ្ញុំគិតឃើញថាដើម្បីកែប្រែបញ្ហាហ្នឹងបានទីមួយយើងគ្រាន់ថាបញ្ឈប់ឡានធំពួកឡានធំដឹកទម្ងន់ចូលក្នុងក្រុងមិនមែននិយាយចឹងមកន័យថាឲ្យឈប់អភិវឌ្ឍក្រុងទេអភិវឌ្ឍដែរធ្វើនៅតែធ្វើដែរគ្រាន់តែថាពួកឡានដឹកខ្សាច់ដឹកថ្មដឹកអត់ឲ្យធំលើទម្ងន់ដូចពួកផ្ទកុងតឺន័រហ្នឹងពួកអាជីពចាប់ពីកង់10ឡើងហ្នឹងគឺយើងមិនឲ្យចូលយើងមានកន្លែងបំបែកឧទាហរណ៍ថាឡានដឹកខ្សាច់ឬក៏ដឹកថ្មដឹកអិតមកឡានហ្នឹងជាប្រភេទឡានធំឡាន25តោនអញ្ចឹងទៅយើងអាចដឹកមកតាមថាជាតិមកពីក្រៅមកចូលមកដល់ក្បាត់ក្រុងមកដល់រណបក្រុងជុំវិញក្រុងហ្នឹងយើងត្រូវបំបែកឲ្យឡានតូចដឹកវិញព្រោះថាថ្មយើងត្រូវផ្ទេរពីឡានធំមកដាក់ឡានតូចខ្សាច់ក៏អញ្ចឹងដែរផ្ទេរពីឡានធំមកដាក់ឡានតូចដែកយើងផ្ទេរពីឡានធំមកដាក់ឡានតូចឲ្យឡានតូចហ្នឹងមិនអាចបានចូលក្រុងបានអាហ្នឹងទី1គឺបញ្ជាការខូចខាតផ្លូវថ្នល់ព្រោះថាបើនៅតែធ្វើដូច្នេះគឺផ្លូវថ្នល់នៅតែធ្វើរហូតវាយល់ទៅវាចំណាយថវិកាជាតិទៅលើអកសាងផ្លូវហ្នឹងគឺមួយខែតមួយខែមួយឆ្នាំតមួយឆ្នាំរៀងរហូតឃើញធ្វើនេះជាចំណុចអសកម្មមួយដែលខ្ញុំមើលឃើញហើយសួរថាបើយើងបិទពួកឡានធំចូលនៅកសាងកើតអត់កើតយើងគាត់តែបិទឡានធំតែយើងមិនបានបិទពួកគ្រឿងផ្គត់ផ្គង់ទាំងអស់ហ្នឹងមិនឲ្យចូលណាយើងអាចដឹកជាឡានតូចជាអីបានតែហើយមួយទៀតបញ្ហាផ្លូវលំផ្លូវហុយនេះគឺអាហ្នឹងវាជាកំសោយរបស់អ្នកដឹកនាំដែរយើងអាចចេញច្បាប់ពួកឡានដឹកខ្សាច់ដឹកថ្មអីហ្នឹងត្រូវតែគ្របឲ្យចិត្តគ្របមានសំណាញ់មានអីគ្របឲ្យចិត្តមកហើយមុននឹងចូលក្រុងត្រូវបាញ់ទឹកលាងកង់លាងត្រង់លាងអីហ្នឹងឲ្យស្អាតគឺมันអាចឲ្យជ្រុះលើផ្លូវជាដាច់ខាតបើកាលណាមានឡានណាមួយដឹកហើយជ្រុះតាមផ្លូវត្រូវចាប់ម្ចាស់ឡានហ្នឹងខាត់ពីនេះអានេះខ្ញុំឃើញព្រោះខ្ញុំថតបានឡានដឹកថ្មអីហ្នឹងជួយពេញតែផ្លូវទាំងអស់ដឹកខ្សាច់អីហ្នឹងពេញផ្លូវទាំងអស់នេះហើយវាបូកផ្សំជាមួយប្រជាពលរដ្ឋយើងគាត់មិនសូវខ្វាយខ្វល់គាត់មិនស្រឡាញ់ផ្លូវថ្នល់ផងនោះគាត់មិនខ្ចីបោះខ្ចីអីមុខផ្ទះអាផ្លូវមុខផ្ទះគាត់ទៀតវាធ្វើឲ្យទីក្រុងយើងទៅជាទីក្រុងអូពេញទៅដោយធូលីហុយតែម្ដងហើយមានហុយធម្មតាហុយខ្លាំងអានេះសម្រាប់ពួកគាត់ថ្នាក់លើគាត់ធំមិនគាត់ជិះឡានជិះអីមិនសូវហុយមិនដឹងប៉ុន្តែបើសម្រាប់អ្នកជិះម៉ូតូគឺហុយខ្លាំងដូចខ្ញុំអីត្រូវតែពាក់វ៉ែនតាពេលថ្ងៃមានវ៉ែនតាខ្មៅពេលយប់គឺមានវ៉ែនតាពណ៌សសម្រាប់ការពារភ្នែករបស់យើងព្រោះមិនដូច្នោះទេគឺហុយខ្លាំងពិបាកធ្វើដំណើរអាហ្នឹងវាមិនមែនជាកំហុសរបស់អ្នកដឹកនាំទាំងស្រុងទេវាជាចំណុចខ្វះខាតរបស់ប្រជាពលរដ្ឋយើងដែរព្រោះប្រជាពលរដ្ឋយើងគាត់អត់បានឆ្លាញ់ផ្លូវថ្នល់ហ្នឹងគាត់មិនគាត់មិនដែលចាត់ទុកថាផ្លូវថ្នល់ហ្នឹងជារបស់ពួកគាត់តែគាត់គិតថាជារបស់រដ្ឋហើយគាត់មិនគាត់ភ្លេចគាត់គិតថារដ្ឋហ្នឹងគាត់ហ្នឹងក៏ជារដ្ឋដែរផ្លូវថ្នល់ហ្នឹងក៏ជាផ្លូវថ្នល់របស់គាត់ដែរព្រោះខ្ញុំនិយាយអញ្ចឹងហ្នឹងព្រោះមុខផ្ទះខ្ញុំគឺខ្ញុំបោះរហូតហ្នឹងបើទោះជាមិនរាល់ថ្ងៃក៏2-3ថ្ងៃខ្ញុំបោះម្ដងដែរមិនបោះតែមុខផ្ទះបោះតាមថ្នល់មុខផ្ទះតែម្ដងមិនត្រឹមតែបោះអាខាងជាហៀងខាងមុខផ្ទះខ្លួនឯងបោះរហូតដល់ទៅជាហៀងខាងនោះទៀតហួសតែមួយខាងទៀតបោះឲ្យកើបច្រកថងហើយមានឡានសម្រាប់មកគឺទៅដាក់ឡានសម្រាប់ហ្នឹងទៅអាហ្នឹងពពុទ្ធលីដែលខ្ញុំបោះអានេះខ្ញុំគិតថាប្រជាពលរដ្ឋយើងម្នាក់បើសិនជាចូលរួមម្នាក់ធម្មតាមួយជើងទៅមកមិនថារាល់ថ្ងៃទេ2-3ថ្ងៃបោះម្ដងទៅផ្លូវថ្នល់យើងវាស្អាតលេងហើយនឹងទប់ស្កាត់ពួកឡានដឹកខ្សាច់ដឹកថ្មដឹកដីអីហ្នឹងមិនថាទប់ស្កាត់អីទេដឹកបានប៉ុន្តែត្រូវគ្របឲ្យចិត្តត្រូវសម្អាត
កង់ឲ្យស្អាតមុននឹងដាក់ចូលមកក្នុងគ្រឿងក៏មុននឹងដាក់ចេញពីកន្លែងដែលយើងបានចែកឲ្យដាក់មុននឹងបើកបននៅលើផ្លូវហ្នឹងគឺត្រូវតែធានាថាស្អាតមិនមានការជ្រុះការកពុបអីដើម្បីឲ្យខូចប៉ះពាល់ដល់នេះហេដ្ឋារចនាសម្ព័ន្ធយើងការរស់នៅរបស់ប្រជាពលរដ្ឋដែរបាទថ្ងៃនេះខ្ញុំសូមនិយាយប៉ុណ្ណឹងសិនព្រោះវីដេអូក្រោយខ្ញុំនឹងនិយាយបន្ថែម